Pú nhom ni. Miên rương ấy nâng há, công prap na tha công pong tẻ. Miên tây pú mai thlai ai. Sông bay tại mót con mình toàn ban thạp phong sọc mộc thưa chi mai kề mong. Cô nâng chia rộng bò lộc mèn tế. Vì dây chút ấy nâng. Nhom mình tờ dọc bụt đây niềng anh mộc thưa ấy tệ. Sầm nang hai đai mình mèn. Chụp sân bà đấy. Đi nhom hiên lụt miên pro tiệp phong ảnh trắng. Song dầu ninh nơi score biệt thạc mà kê tiệp ọt nó. Đầm bay bằng không ở bong pro nhom lén lẽ niềng hiên lụt lẹ miên pro phong tả. Song dầu ninh. Chụp sân. Ní mình men chia tu srei chất ạc rọ knong prolom lộc đại nhom an ca pi dục mình tệ ấy. Anh chẳng miên này thà nhom trong phục chục nông siệp thở hơi. Than càng phơi chia tu bần tọp bần xong chất ạc rọ trăm tay ngọc tiệp. Tu chất ạc rọ. Ba anh chẳng mình nè nâng chia đây nhom. Tu ai pro hư phai an men ọt. Bật men tả. Mơ chốc này có sạch riêng có sang hạt nạ nâng tớp xâm thưa chia bộc rọ bọc côn nhom tả. Song dầu ninh bảo vi anh chẳng men nhom nâng bầm pênh bầm nòng niêng leng lẹ khnia tờ. Bảo vi anh chẳng men nhom nâng bầm pênh bầm nòng niêng leng lẹ khnia tờ. Lọ tả. Leng tờ. ប្រញាប់លែងទៅអូនសម្លាញ់ចាំអូនរៀបចំឯកសារលែងលេះជាមួយវាថ្ងៃនឹងហើយបងនឹងទិញចិញ្ចៀនមាសហើយអូនវងណាឃើញនៅគឺហ្វាយអានខ្ញុំសុំយោនាងកាត់មកគឺត្រូវរស់នៅលើគំនរទ្រព្យសម្បត្តិហ្មងប្រញាប់ស៊ីញ៉េហើយដើរចេញទៅខ្ញុំនឹកឃើញហើយក្នុងសៀវភៅគឺពេលនឹងឯងដែលហ៊ឺហ្វាយអានអស់ចិត្តពីតួដើមដាច់ខាតល្អតាលែងទៅប្រញាប់លែងទៅអូនសម្លាញ់ចាំអូនរៀបចំឯកសារលែងលេះជាមួយវាថ្ងៃនឹងហើយថ្ងៃស្អែកបងនឹងទិញចិញ្ចៀនមាសហើយអូនវងបងខ្ញុំប្រាប់ហើយថានាងជាស្រីមុខលុយកញ្ជ្រោងបោកប្រាស់តើអាមនុស្សមិនស្គាល់ខ្មាស់ហ៊ានឡើងមកលើក្រែងផងចេញឲ្យឆ្ងាយទៅវើយប្តីសម្លាញ់បងនិយាយអីហ្នឹងអូនមិនលែងលះដាច់ខាតណានាងនិយាយអីហ្នឹងអូនមិនព្រមលែងលះដាច់ខាតខ្ញុំត្រូវតែតង់តួឯកប្រុសដើម្បីបានរស់នៅស៊ីហឺហាអញ្ចឹងតើយោនាងឯងនិយាយមែនទេសុំយោនាងនាងសាក់និយាយម្ដងទៀតមើលឲ្យនិយាយ100ដងទៀតក៏នៅតែដែរខ្ញុំនឹងប្តីស្រឡាញ់គ្នាខ្លាំងណាស់ដឹងអត់ខ្ញុំមិនលែងលះទេប្រញាប់បុកក្ដងចេញទៅកាលពីព្រឹកមិញនាងរកកងប់រស់ចង់តែលែងលះសោះមិនក៏ត្រឹមមួយព្រឹកសោះប្រែក្រឡាស់លឿនម្លេះនាងចង់ធ្វើអីឲ្យប្រកបទៅនាងកុំមកធ្វើចរិតហួសហេតុពេកខ្ញុំជាកូនប្រុសប្រធានរោងចក្រណាព្រមយកស្រីជូដូចនាងចាត់ទុកជាបុណ្យកុសលដូនតានាងហើយកូនប្រុសប្រធានរោងចក្រកុំគិតថាខ្ញុំមិនដឹងឲ្យសោះលោកគ្រាន់តែជាកម្មករកំពេចកំពុកម្នាក់សោះហ៊ានយកឈ្មោះប្រធានរោងចក្រមកដើរបោកគេអញផងអូមែនហើយយកបានបើកអង្គ50គីឡូបានសាច់20គីឡូនិងលុយ10រៀលធំទាំង10សន្លឹកមកឲ្យខ្ញុំវិញភ្លាមអត់មានទេអត់មានហ្គេយោនាងធ្វើអីហ្នឹងឥឡូវពួកយើងដាច់ស្រឡះគ្នាហើយយកមកឲ្យខ្ញុំវិញឯងចាំមើលទៅ